បាទជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំធ្វើវីដេអូមួយរបៀបនៃការបង្កាត់ត្រីល្អៗបងប្អូនទាំងគ្នាបាទព្រោះតែក្រឹមខំតើយើងបង្កាត់ឲ្យបានល្អបានយើងកូនមកវាប្រកែដែរអញ្ចឹងបងប្អូនទាំងគ្នាបាទពេលខ្លះយើងយកពីគេល្អមកយើងអត់ចេះបង្កាត់ពេលខ្លះកូនមកអត់កើតតែមានអញ្ចឹងបងប្អូនទាំងគ្នាហើយវាប្រកាសថាយើងត្រីល្អបង្កាត់បានទាំងអស់ទេបងប្អូនទាំងគ្នាពេលខ្លះទៅ10ពីងបាន10ពីងក៏បានគេថាបានទេបងប្អូនទាំងគ្នាអញ្ចឹងណាបាទចឹងអានេះរបៀបនៃការបង្កាត់ត្រីអញ្ចឹងមុនបងប្អូនចាប់បានបង្កាត់គឺបងប្អូនត្រូវមានកែវពីរដូចខ្ញុំនិយាយទៅឬក៏កណ្ដុងអីក៏បានបងប្អូនទាំងគ្នាបាទហើយយើងដាក់មេមួយឈ្មោលមួយចេះបាទគឺយើងហើយយើងឲ្យវាអួតគ្នាត្រូវមេនេះត្រូវបំពន់រយៈពេល3ថ្ងៃទៅមួយអាទិត្យសិនណាហើយមេហ្នឹងគឺយើងឲ្យស៊ីចំណេះឆ្អែតបងប្អូនទាំងគ្នាបាទហើយទឹកយើងឡើងដូរផង3 4ថ្ងៃយើងដូរវាម្ដងមកទឹកវាអត់ខូចណាដើម្បីឲ្យមេវាសុខភាពល្អហើយឈ្មោះដូចគ្នាបងប្អូនទាំងគ្នាបាទគឺយើងដាក់ឲ្យអួតគ្នាព្រឹកឡើងវាអួតគ្នា4 5នាទី4 10នាទីទៅងាយឡើងអួតគ្នា4 5នាទី10នាទីទៅបងប្អូនទាំងគ្នាបាទហើយបងប្អូនពេលតនេះបងប្អូនចាប់បញីហ្នឹងដាក់ចូលក្នុងកែវនេះបាទឈ្មោះគៀងប្រហែលជា3 4នាទីទៅដើម្បីឲ្យវាស្គាល់គ្នាច្បាស់បងប្អូនទាំងគ្នាបាទហ្នឹងហើយអានេះគឺការចែករំលែកការបង្កាត់ក្រឹមល្អអានេះយើងហៅថាសម្ព័ន្ធវាបងប្អូនទាំងគ្នាហើយនៅយើងសម្ព័ន្ធក្នុងកណ្ដុងទៀតប៉ុនក្នុងកណ្ដុងទៀតបងប្អូនទាំងគ្នាបាទហ្នឹងហើយឈ្មោលមេគឺយើងកុំឲ្យអួតយូរពេកបងប្អូនបើអួតយូរពេកវារៀកពងណាបាទរៀកពងហ្នឹងហើយអញ្ចឹងឲ្យមើលវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៃការសម្ព័ន្ធវានៅក្នុងធុងណាហើយនឹងការរៀបចំទឹកបាទណាចុះសិនបងប្អូនពេញចិត្តនៅវីដេអូនេះអាចជួយ Subscribe មកហើយខ្ញុំនឹងចែករំលែកវីដេអូបន្ថែមទៀតបងប្អូនទៀតបាទហ្នឹងហើយរបៀបនៃការថែកូនត្រីរបៀបការបង្កាត់ត្រីល្អបាទរបៀបនៃការដូរទឹកបាទហ្នឹងអានេះសក់មេបានល្អរបស់ខ្ញុំអានេះជុលឈ្នះច្រើនណាបាទអានេះសក់មេ VIP បងប្អូនទៀតហើយបងប្អូនត្រូវការទៅខំល្អបងប្អូនទៅឈ្នះក្នុងខ្សែវាណាអាចអ្នកដំណងមកបាទគឺខ្ញុំមានហើយមេសក់មេល្អបងប្អូនទាំងគ្នាបាទនេះសក់មេទៅទីប្រកាសបងប្អូនគ្នាបាទនេះសក់មេ VIP បាទនេះហើយត្រៀមថែជុលបាទត្រៀមថែជុលនេះពូថែបងប្អូនទាំងគ្នាបាទអញ្ចឹងខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនអស់ពីរបៀបនៃការបង្កាត់ត្រីរបៀបនៃការថែត្រីម្ដងមួយឡើងវិញទាំងអស់គ្នាបាទអរគុណច្រើនបងប្អូនទាំងគ្នាបាទ